រឿងវិចិត្រករនិងចៅក្រមមានចៅក្រមម្នាក់គាត់រស់នៅក្នុងប្រទេសចិនជាង 1000 ឆ្នាំកន្លងទៅហើយគាត់មិនមែនជាចៅក្រមល្អនោះទេគាត់ស្រឡាញ់លុយខ្លាំងណាស់គាត់មិនដែលយកត្រចៀកស្ដាប់មនុស្សក្រីក្រណាដែលមករកគាត់នោះទេប៉ុន្តែគាត់ស្ដាប់យ៉ាងប្រុងប្រយ័ត្នចំពោះនរណាម្នាក់ដែលមានប្រាក់ប្រសិនបើគេឲ្យលុយគាត់ច្រើនគាត់តែងតែនិយាយថាគេត្រូវជានិច្ចដោយសារតែរឿងនេះហើយទើបចៅក្រមនេះក្លាយជាមនុស្សមានស្ដុកស្ដំម្នាក់គាត់មានផ្ទះដ៏ស្អាតមួយមានអ្នកបម្រើជាច្រើននាក់និងមានសម្លៀកបំពាក់ស្អាតៗជាច្រើននៅក្នុងផ្ទះគាត់មានគំនូរស្អាតៗជាច្រើនចៅក្រមនេះក៏ជាមនុស្សកំណាញ់ម្នាក់ដែរនៅពេលដែលគាត់ទិញអ្វីមួយគាត់មិនដែលបង់ថ្លៃឲ្យច្រើននោះទេគាត់ក៏ឲ្យថ្លៃឈ្នួលអ្នកបម្រើតិចតួចណាស់ដែរនៅពេលដែលអ្នកបម្រើទាំងនោះតវ៉ាគាត់និយាយថាចងចាំណាយើងជាថៅកែយើងអាចធ្វើអ្វីគ្រប់យ៉ាងដែលយើងចង់យើងថែមទាំងអាចកាត់ក្បាលរបស់ឯងទៀតផងឥឡូវយើងឲ្យថ្លៃប៉ុណ្ណឹងហើយយើងមិនបង់ក៏បានដែរប្រសិនបើឯងចង់ឯងសំណាងណាស់ហើយមានវិចិត្រករវ័យក្មេងម្នាក់មកទីក្រុងនេះគាត់ក៏ជាវិចិត្រករម្នាក់ដ៏ចំណានមិនយូរប៉ុន្មានអ្នករាល់គ្នាចង់បានគំនូររបស់គាត់មួយម្នាក់ចៅក្រមនេះបានទទួលដំណឹងនេះហើយក៏ចង់បានគំនូរដែរគាត់បានហៅអ្នកបម្រើម្នាក់ឲ្យទៅរកវិចិត្រករម្នាក់នោះវិចិត្រករនេះបានមកមុនចៅក្រមគាត់ខ្លាចខ្លាំងណាស់គាត់ដឹងថាចៅក្រមនេះមិនមែនជាមនុស្សល្អទេប្រហែលជាចៅក្រមនេះចង់បញ្ជូនគាត់ទៅក្នុងគុកគាត់បានគិតអាក្រក់ជាងនេះទៅទៀតប្រហែលជាចៅក្រមនេះចង់យកប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់រីករាយឡើងវិញនៅពេលដែលចៅក្រមនេះនិយាយថាយើងគ្រាន់តែចង់និយាយជាមួយឯងពីរឿងគំនូររបស់ឯងតែប៉ុណ្ណោះខ្ញុំឮថាវាពិតជាល្អខ្លាំងណាស់ខ្ញុំឮថាឯងគឺជាវិចិត្រករដ៏ចំណានបំផុតទូទាំងប្រទេសចិនអរគុណលោកហើយចំពោះការសរសើរវិចិត្រករនោះស្រដីយ៉ាងគួរសមឥឡូវស្ដាប់ឲ្យបានច្បាស់ណាចៅក្រមនេះនិយាយខ្ញុំចង់បានគំនូរមួយពីឯងខ្ញុំចង់បានវានៅថ្ងៃស្អែកខ្ញុំចង់បានរូបសេះស្អាតៗមួយចំនួនហើយខ្ញុំចង់ឲ្យឯងគូស្មៅមួយចំនួននៅក្នុងរូបភាពនោះសេះទាំងនោះអាចស៊ីស្មៅប៉ុន្តែឯងត្រូវតែធ្វើវាឲ្យរួចរាល់នៅថ្ងៃស្អែកហើយឯងត្រូវតែគូឲ្យបានស្អាតជាទីបំផុតវាត្រូវតែជាគំនូរដ៏ស្អាតដាច់គេនៅក្នុងទីក្រុងនេះឥឡូវវិចិត្រករនេះប្រែជាស្រពប់ស្រពោនគាត់ដឹងថាចៅក្រមនេះពិតជាកំណាញ់ណាស់ហើយមួយថ្ងៃក៏មិនគ្រប់គ្រាន់ក្នុងការគូគំនូរឲ្យបានល្អដែរគ្មានវិចិត្រករណាធ្វើបានលឿនយ៉ាងនោះទេវិចិត្រករនេះគិតយ៉ាងយូរនិងយ៉ាងខ្លាំងចំពោះបញ្ហានេះគំនិតល្អមួយបានផុសឡើងវិចិត្រករម្នាក់បានត្រឡប់មកផ្ទះរបស់ចៅក្រមវិញគាត់កាន់គំនូរនៅក្រោមដៃរបស់គាត់ចៅក្រមនេះមិនមើលវិចិត្រករនោះឡើយភ្នែករបស់គាត់បាញ់ត្រង់ឆ្ពោះទៅរកក្រដាសមួយដុំនៅខាងក្រោមដៃរបស់វិចិត្រករនោះបង្ហាញខ្ញុំនៅគំនូររបស់ឯងមកគាត់បានស្រែកដោយត្រដុសដៃរបស់គាត់យ៉ាងសប្បាយចិត្តវិចិត្រករនេះយកក្រដាសមួយដុំនេះចេញពីក្រោមដៃរបស់គាត់លាវាឡើងហើយបង្ហាញវាទៅចៅក្រមនោះវិចិត្រករនេះមិននិយាយអ្វីឡើយចៅក្រមនោះក៏យកក្រដាសនោះគាត់សម្លឹងមើលវាយ៉ាងខ្លាំងគាត់យកវាទៅបង្អួចហើយសម្លឹងមើលវាម្ដងទៀតចុងក្រោយគាត់ក៏ស្រែកថាគ្មានអ្វីក្នុងគំនូរនោះឡើយវាគ្រាន់តែជាក្រដាសពណ៌សមួយសន្លឹកតែប៉ុណ្ណោះនោះមិនមែនជាគំនូរឡើយតើឯងដឹងថាយើងជានរណាទេយើងជាចៅក្រមយើងជាមនុស្សដ៏សំខាន់បំផុតនៅក្នុងទីក្រុងនេះយើងអាចកាត់ក្បាលរបស់ឯងបានចៅក្រមនេះមិនឈប់ស្រែកអស់ពេល 4-5 នាទីវិចិត្រករនេះនៅស្ងៀមគាត់រងចាំឲ្យចៅក្រមនេះស្ងាត់មាត់សិនបន្ទាប់មកគាត់ក៏និយាយខ្ញុំសំទោសផងចៅក្រមដ៏ប្រពៃគាត់បាននិយាយប៉ុន្តែលោកចង់បានគំនូរដ៏ស្រស់ស្អាតមួយខ្ញុំបានធ្វើការខ្លាំងណាស់ពេញមួយយប់រូបភាពនេះក៏ជារូបភាពដ៏ស្រស់ស្អាតមួយហើយនេះមើលទៅពិតជារស់រវើកណាស់ស្មៅក៏មើលទៅដូចជារស់រវើកដែរបន្ទាប់មកសេះនោះក៏ចាប់ផ្ដើមស៊ីស្មៅពួកវាស៊ីស្មៅអស់ហើយអញ្ចឹងនោះគឺជាមូលហេតុដែលគ្មានស្មៅនៅសល់សោះច
ចៅក្រមនិយាយប៉ុន្តែចុះចំណែកសេះវិញពួកវានៅឯណាអូពួកវាចេញទៅបាត់ហើយពួកវាទៅរកស្មៅទៀតវិចិត្រករនេះបានឆ្លើយតបចៅក្រមនេះមិនចេញស្ដីអស់ពេលមួយស្របាក់គាត់មិនដឹងថាត្រូវនិយាយអ្វីនោះទេតើនេះជាការពិតឬក៏នេះគ្រាន់តែជារឿងចោលម្សៀតមួយវិចិត្រករនេះនិយាយម្ដងទៀតគាត់និយាយថាចៅក្រមដោតដំឥឡូវសេះមិននៅទីនោះឡើយប៉ុន្តែសូមរងចាំបន្តិចទៀតស្មៅនឹងដុះលូតលាស់ឡើងមិនយូរប៉ុន្មានវានឹងដុះម្ដងទៀតសេះទាំងនោះនឹងឃើញស្មៅពួកវានឹងត្រឡប់មកវិញចៅក្រមនេះគិតអំពីរឿងនេះហើយភ្លាមនោះគាត់ក៏ញញឹមនេះពិតជាអស្ចារ្យមែនគាត់បានស្រែកយ៉ាងរីករាយស្មៅនិងសេះមើលទៅដូចជាពិតៗណាស់ដែលពួកវាមានជីវិតឯងធ្វើបានល្អណាស់ខ្ញុំប្រកាសណាស់ថាគ្មានមិត្តភក្តិខ្ញុំណាម្នាក់មានរូបដូចរូបនេះឡើយគ្មាននរណាម្នាក់នៅក្នុងប្រទេសចិននេះមានរូបភាពដ៏អស្ចារ្យដូចនេះឡើយវាពិតជាអស្ចារ្យណាស់ខ្ញុំនឹងរងចាំទុបរូបនេះនៅកន្លែងដែលមានព្រះអាទិត្យទៅអញ្ចឹងស្មៅនឹងដុះកាន់តែឆាប់ហើយសេះនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះចៅក្រមនេះហៅអ្នកបម្រើម្នាក់ហើយនិយាយអ្វីមួយចំនួនដាក់ត្រចៀករបស់គេអ្នកបម្រើនេះត្រឡប់មកវិញជាមួយនឹងមាសពីរដុំមាសនេះពិតជាតិចតួចណាស់សម្រាប់គំនូរដ៏ល្អមួយប៉ុន្តែវាមានតម្លៃណាស់សម្រាប់ក្រដាសពណ៌សមួយសន្លឹកវិចិត្រករនេះនិងប្រពន្ធរបស់គាត់ចាក់ចេញពីទីក្រុងនៅថ្ងៃបន្ទាប់ចៅក្រមនេះរងចាំហើយរងចាំទៀតវិជ្ជាជាអាហារប្រាជ្ញាជាអាវុធ